ចឹងថ្ងៃនេះគឺមកបង្ហាញពីការលាបពណ៌ធ្វើម៉េចឲ្យស្អាតឲ្យ smooth ឲ្យស្មើគល់ហើយបងប្អូនមើលវីដេអូនេះហើយកុំភ្លេច share ណាដោយសារតែមានអ្នក tag មកច្រើនមែនទែនបងជួយបង្ហាញពីការលាបពណ៌ខ្ញុំឃើញបងឯងលាបពណ៌គៀកគល់ស្អាតមែនទែនក្បាលឡើងមូលអីចេះអញ្ចឹងទៅឥឡូវណាគឺខ្ញុំអត់ត្រូវការប្រើ base coat ទេអ្នកទាំងអស់គ្នាគឺខ្ញុំលាបពណ៌យកតែម្ដងដោយសារតែខ្ញុំប្រើប្រាស់អាគ្រើមក្បាលខ្មៅហ្នឹងទៅទរាលវាហើយយើងលាបពណ៌អ្នកទាំងអស់គ្នាអាទី1ហ្នឹងជាន់ទី1ហ្នឹងគឺយើងត្រូវធ្វើម៉េចក៏ដោយដាក់ចុងជក់ហ្នឹងឲ្យអឹបជាមួយនឹងគល់កញ្ចក់អ្នកទាំងអស់គ្នាហើយមិនមែនថាដាក់អឹបចឹងអត់ខ្លាចហៀពណ៌ទៅគល់កញ្ចក់អីពិបាកជូតអីអត់ទេទី1គឺការវាយម្សៅរបស់យើងបើសិនជាយើងវាយម្សៅស្អាតកັບគល់កញ្ចក់អញ្ចឹងគឺយើងលាបពណ៌មកគឺស្មើគល់យកតែម្ដងហើយអត់ប្រទេផ្តាកទេហើយដៃរបស់ខ្ញុំអ្នកទាំងអស់គ្នាឃើញការកាន់ជួរកាន់ដៃភ្ញៀវកាន់អីហ៎អ្នកទាំងអស់គ្នាគឺធ្វើចេញមកលឿនហើយពណ៌ smooth ស្មើស្អាតនិយាយទៅគឺថាបងប្អូនសួរច្រើនមែនតែនធ្វើម៉េចលាបពណ៌ស្អាតដូចបងហើយធ្វើម៉េចលាបលឿនដូចបងនិយាយទៅការលាបពណ៌អាទី1ហ្នឹងគឺខ្ញុំលាបយឺតដែរដោយសារអីខ្ញុំចង់ឲ្យវាស្មើយកតែម្ដងព្រោះខ្ញុំធ្វើការខ្ញុំអត់ចង់ប្រើអាជក់ clean ណាបើសិនជាយើងនៅប្រើតែអាជក់ clean ហ្នឹងយើងធ្វើការអត់ទៅមុខទាន់គេហើយត្រូវយើងធ្វើការជាមួយពួកអ្នកជិតខាងយើងទៀតចាគឺថាភ្នែកដូចអាបចឹងបើមានភ្ញៀវណាប៉ុន្តែបើសិនជាអត់ភ្ញៀវអានឹងស្រួលទេអូខេឥឡូវមកមើលទៀតអញ្ចឹងហើយជាន់ទី1ហ្នឹងគឺយើងដាក់ជក់ធ្វើម៉េចក៏ដោយអស់វាទៅឲ្យជិតគៀកជាមួយនឹងគល់ចាគឺចោលត្រឹមតែមួយសរសៃសក់ទេសឹងតែថាមិនចោលសោះតែម្ដងហើយលាបពណ៌ក្រហមហើយពណ៌ខ្មៅពណ៌អីហ្នឹងគឺត្រូវតែប្រយ័ត្នបើសិនជាយើងលាបអត់ប្រយ័ត្នទេយើងអស់មិនស្រួលគឺប្រឡាក់ប្រទេសប្រតាក់ពិបាកជូតណាស់ឃើញស្នាមពេញដៃគេឥឡូវហ្នឹងអញ្ចឹងបានថាជាន់ទី1នេះគឺខ្ញុំប្រយ័ត្នមែនតើអ្នកទាំងអស់គ្នាហើយមើលដៃរបស់ខ្ញុំណាកូនដៃរបស់ខ្ញុំយកទៅទប់នៅលើដៃកដាលហើយអឺមេដៃរបស់ខ្ញុំកាន់មូលដៃភ្ញៀវយ៉ាងម៉េចបងប្អូនមើលទៅអញ្ចឹងហើយគឺងាយស្រួលទេនៅពេលដែលយើងធ្វើការយើងមានលំនឹងដៃច្បាស់លាស់គឺយើងការងាររបស់យើងណាក៏វារលូនទៅតាមនឹងដែរហើយការលាបពណ៌របស់យើងក៏វាស្អាតទៅតាមនឹងដែរអញ្ចឹងបានថារាល់ពេលធ្វើវីដេអូខ្ញុំតែងតែបញ្ជាក់ហើយបញ្ជាក់ទៀតនៅពេលដែលយើងចូលចិត្តវីដេអូអ្នកណាយើង save វីដេអូគេទុកទៅវាអត់ចេះខុសទេហើយឥឡូវជាន់ទី2នេះបងប្អូនគឺខ្ញុំលាបអត់មានថេកថែមដូចជាន់ទី1ទេណាគឺខ្ញុំលាបយកតែម្ដងហើយលាបលឿនទៀតជាន់ទី2ហ្នឹងចាជាន់ទី2ហ្នឹងលាបមិនលាបទៅគឺវាស្អាតជាន់ទី1ហើយអញ្ចឹងហើយជាន់ទី2មិនបាច់ខ្វល់ទេអូខេអញ្ចឹងអ្វីដែលសំខាន់គឺជាន់ទី1លាបពណ៌ជែលណាហើយទឹកថ្នាំជែលហ្នឹងគឺងាយស្រួលមែនតែនមិនដូចពណ៌ធម្មតាទេពណ៌ធម្មតាពិបាកលាបណាស់បងប្អូនទឹកថ្នាំជែលហ្នឹងគឺវាខាប់វាស្មូតល្អងាយស្រួលលាបមែនតែនឃើញហ៎គឺលាបចេញមកឡើងស្មូតសាហាវគឺថាស្អាតរលោងយកតែម្ដងអ្នកទាំងអស់គ្នាហើយការលាបពណ៌របស់ខ្ញុំភ្ញៀវរបស់ខ្ញុំមិនងាយទៅប៉ះអ្នកណាទេគឺថាគាត់ចូលចិត្តនៅអ្វីដែលខ្ញុំធ្វើដោយសារតែគួលកញ្ចក់របស់ខ្ញុំគឺស្មើគួលមូលគួលយកតែម្ដងទោះជាភ្ញៀវនឹងគាត់មានបញ្ហាកហិងកហុងដៃក៏ដោយប៉ុន្តែខ្ញុំត្រូវការត្រៀលក្បាលត្រៀលកាត់សាច់អីរំលីងឲ្យឃើញគួលកញ្ចក់ហ្នឹងមូលយកតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងបាទយើងលាបពណ៌មកចេញមកស្អាតហើយយើងលាបចេញស្អាតនេះយើងត្រូវដាក់ម្សៅនឹងឲ្យគៀកគួលដែរបើសិនជាម្សៅយើងនឹងនៅឆ្ងាយពីគួលក៏យើងលាបមកអត់ស្អាតដែរបងប្អូនភាគច្រើនគាត់ថាចេះបងឃើញកញ្ចក់បងឯងថតចេញមកគួលមូលស្អាតណាខ្ញុំលាបអត់បានគួលចិត្តដូចបងឯងទេដោយសារអីការដាក់ម្សៅរបស់យើងបើសិនជាយើងដាក់ម្សៅឆ្ងាយពីគួលកញ្ចក់ការលាបពណ៌របស់យើងក៏ឆ្ងាយពីគួលដែរហើយខ្ញុំបញ្ជាក់ធ្វើម្សៅស្អុយមិនបាច់ចាំប្រើ base coat ទេ
យើងគ្រាន់តែត្រៀមអាគ្រើមក្បាលខ្មៅហ្នឹងហើយឲ្យគេទៅលាងដៃមកវិញបបោសច្រាស់តិចៗទៅលាបពណ៌យកទៅវាឃើញកញ្ចក់ដៃគេស្ដើងផងវាលក្ខណៈចេញមកបែបធម្មជាតិណាបងប្អូនឃើញកញ្ចក់ដៃខ្ញុំហ៎គឺអត់ឃើញក្រាស់អីបងប្អូនឃើញកញ្ចក់គេស្ដើងមែនតែនដូចធម្មជាតិអញ្ចឹងបានតែភ្ញៀវមួយណានៅពេលដែលគាត់មកខ្ញុំហើយគាត់ទៅប៉ះអ្នកផ្សេងគឺគាត់ប្រកាសជារៀងស្ងាចិត្តបន្តិចហើយចំពោះខ្ញុំខ្ញុំយកគាត់តម្លៃប៉ុណ្ណាក៏ដោយគាត់អត់ដែលខ្វល់ទេអត់ដែលស្រែកថាអូមិនបានថ្លៃមិនអីចេះចុះអីអត់ដែលទេនិយាយទៅគឺងាយស្រួលនិយាយគ្នាដោយសារតែទឹកដៃយើងផងដែរហើយខ្ញុំមិនទៅសើថាខ្លួនឯងធ្វើស្អាតអីទេអ្នកទាំងអស់គ្នាមើលទៅឥឡូវវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូអរគុណ